នាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វរៈខួននិងប្រធានាធិបតីចិនលោកស៊ីជីនពីងបានពិភាក្សាគ្នាត្រង់ទៅត្រង់មកនៅក្នុងជំនួបមួយនាទីក្រុងសៀងហៃប្រទេសចិនអំពីរដ្ឋក្រោះដែលកម្ពុជាបានទទួលពីប្រទេសចិនកាលពីពេលថ្មីនេះលោកស៊ីជីនពីងបានបញ្ជាក់ថារដ្ឋក្រោះដែលចិនប្រគល់ឲ្យកម្ពុជាជាផ្នែកមួយនៃការទិញដូរអាវុធតាមកិច្ចព្រមព្រៀងដែលធ្វើឡើងមុនទាហានកម្ពុជានិងថៃប៉ះទង្គិចគ្នាតាមព្រំដែនកាលពីឆ្នាំ2025ក្នុងន័យនេះលោកស៊ីថាថៃមិនគួរមានការបារម្ភនោះឡើយបើតាមសេចក្តីរាយការណ៍របស់កាសែត Thai The Nation ចុះថ្ងៃទី17កក្កដាមេដឹកនាំថៃលោកអនុทิនឆាន់វរៈខុនអះអាងថាលោកស៊ីជីនពីងបានថ្លែងថាចិនយល់ច្បាស់អំពីក្តីបារម្ភនានារបស់រដ្ឋាភិបាលនិងសាធារណជនថៃតែលោកថាថៃមិនគួរគិតខ្វល់យ៉ាងដូចនេះទេព្រោះការបញ្ជាទិញរដ្ឋក្រោះរបស់កម្ពុជានោះបានធ្វើឡើងជាយូរហើយពលមុនការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាកម្ពុជានិងថៃបានផ្ទុះឡើងកាលពីឆ្នាំ2025លោកស៊ីក៏បានបញ្ជាក់ទៀតថាចិនបានយល់ពីភាពរសើបនៃចំនួនអំឡុងពេលមានការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃដូចនេះចិនបានពន្យាពេលប្រគល់រដ្ឋក្រោះទាំងអស់នោះតែក្រោយមកក៏ត្រូវតែបញ្ជូនសភាវុធធនធ្ងន់នេះមកឲ្យកម្ពុជាទៅតាមការព្រមព្រៀងគ្នានេះបើតាមការអះអាងដដែលរបស់នាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វរៈខុនមុននឹងបញ្ជាក់បន្ថែមថាចិនបានផ្ដល់ការធានាថាសភាវុធដែលចិនផ្ដល់ឲ្យកម្ពុជានឹងមិនត្រូវបានប្រើប្រាស់ដើម្បីបង្កគ្រោះថ្នាក់ដល់ថៃឡើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបបានថ្លែងដោយមិនបញ្ចេញឈ្មោះថារដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាគ្មានបំណងទិញអាវុធដើម្បីយកទៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងណាមួយទេឬឈ្លានពានប្រទេសណាមួយដែរពលគឺកម្ពុជាមានគោលនយោបាយរស់នៅដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសជិតខាងទាំងអស់និងកសាងព្រំដែនឲ្យទៅជាព្រំដែនមិត្តភាពនិងសហប្រតិបត្តិការលោកថាការទិញអាវុធរបស់កម្ពុជាគឺដើម្បីពង្រឹងវិស័យការពារជាតិខ្លួនដែលបណ្ដាប្រទេសផ្សេងទៀតក៏បានធ្វើដូចគ្នាហើយកម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារខ្លួនដែរគួរជ្រាបថាចិនបានប្រគល់រដ្ឋក្រោះប្រភេទ T59D ចំនួន39គ្រឿងក្នុងចំណោមសរុបចំនួន93គ្រឿងមកឲ្យកម្ពុជាកាលពីខែឧសភាឆ្នាំ2026កាលនោះភាគីចិនតាមរយៈអនុព័ន្ធយោធាខ្លួនប្រចាំប្រទេសថៃអះអាងថាការប្រគល់រដ្ឋក្រោះទាំងអស់នោះជាផ្នែកមួយនៃការបន្តកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងកម្ពុជានិងចិនការអះអាងរបស់ភាគីចិននាពេលនោះក៏ធ្វើឡើងក្រោយពេលយោធាថៃបានអះអាងថាចិនបានប្រគល់រដ្ឋក្រោះដល់កម្ពុជាអំឡុងពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះនឹងគ្នាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតយ៉ុងពៅយល់ឃើញថាកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញក្នុងការទិញសភាវុធមកការពារជាតិខ្លួនហេតុដូចនេះអ្វីដែលមេដឹកនាំថៃកំពុងធ្វើនោះគឺជាការព្យាយាមបង្អាក់ដំណើររបស់កម្ពុជាក្នុងការធ្វើទំនើបកម្មនៃគ្រឿងសភាវុធរបស់ខ្លួនហើយក៏ជាចេតនាធ្វើឲ្យមានការប្រេះស្រាំនៃទំនាក់ទំនងកម្ពុជានិងចិនតែលោកជឿថាការញុះញង់របស់ថៃមិនអាចធ្វើឲ្យទំនាក់ទំនងដៃថែបកម្ពុជានិងចិនរង្គោះរង្គើបានឡើយបន្ថែមពីនេះនឹងបើតាមលោកយ៉ុងពៅថៃមិនចង់ឃើញកម្ពុជាមានភាពជឿនលឿនក្នុងវិស័យយោធាខណៈខ្លួនបានទិញអាវុធទំនើបពីប្រទេសផ្សេងដូចជាយន្តហោះចម្បាំង F-16 របស់អាមេរិកនិង Gripen របស់ស៊ុយអែតជាដើម